នៅក្នុងភូមិដ៏ស្រស់បំព្រងមួយដែលហុំព័ទ្ធដោយវាលស្រែពណ៌បៃតងខ្ចីនិងជួរភ្នំខៀវស្រងាត់នៃកម្ពុជាមានក្មេងស្រីបងប្អូនជីដូនមួយពីរនាក់ដែលមិនអាចខ្វះគ្នាបានគឺរមនីនិងមរកតរមនីដែលមានវ័យបងបន្តិចជានារីដែលមានចរិតស្លូតបូតសុភាពរាបសារនិងចូលចិត្តគិតគូរវែងឆ្ងាយនាងតែងតែជាអ្នកសម្របសម្រួលនិងមានភាពអត់ធ្មត់ខ្ពស់ចំណែកឯមរកតវិញមានចរិតផ្ទុយពីបងនាងរហ័សរហួនក្លាហានមិនងាយចុះចាញ់និងមានចិត្តឆ្នះបន្តិចនាងតែងតែត្រៀមខ្លួនជានិច្ចដើម្បីការពារអ្នកដែលនាងស្រឡាញ់ទោះបីជាមានចរិតខុសគ្នាក្តីប៉ុន្តែពួកគេទាំងពីរគឺជាដៃគូដ៏ល្អឥតខ្ចោះថ្ងៃមួយមានហេតុការណ៍ចម្លែកមួយបានកើតឡើងនៅក្នុងភូមិទឹកស្ទឹងដែលធ្លាត់ទៅថ្លាឆ្វេងស្រាប់តែប្រែជាល្អកហើយដំណាំរបស់អ្នកភូមិក៏ចាប់ផ្ដើមស្រពោនដោយគ្មានមូលហេតុចាស់ទុំក្នុងភូមិបាននិយាយថានេះមកពីត្បូងនាគរាជដែលជាវត្ថុស័ក្តិសិទ្ធិការពារភូមិដែលតម្កល់នៅក្នុងអាសនៈកណ្ដាលព្រៃជ្រៅត្រូវបានបាត់បង់ពន្លឺឬមាននរណាម្នាក់រំខានដោយក្តីបារម្ភចំពោះភូមិកំណើតរមនីនិងមរកតបានសម្រេចចិត្តស្ពាយបង្វិចចេញដំណើរទៅកាន់ព្រៃជ្រៅដើម្បីស្វែងរកការពិតដំណើរនេះមិនងាយស្រួលឡើយពួកគេត្រូវឆ្លងកាត់ព្រៃព្រឹក្សាដែលពួកគេមិនធ្លាប់ស្គាល់នៅពេលជួបផ្លូវបំបែកដែលគួរឲ្យវង្វេងរមនីបានប្រើភាពឆ្លាតវៃនិងការសង្កេតរបស់នាងដើម្បីរកមើលសញ្ញាសម្គាល់និងនាំផ្លូវយ៉ាងត្រឹមត្រូវប៉ុន្តែនៅពេលពួកគេជួបឧបសគ្គដែលត្រូវការកម្លាំងនិងសេចក្តីក្លាហានដូចជាការឆ្លងស្ពានជឿចាស់ដែលទ្រុឌទ្រោមឬប្រឈមមុខនឹងសត្វព្រៃដែលកំពុងខឹងមរកតគឺជាអ្នកដែលឈានជើងទៅមុខមុនគេដោយគ្មានការភ័យខ្លាចដើម្បីការពាររមនីនិងត្រួសត្រាយផ្លូវទីបំផុតពួកគេបានទៅដល់អាសនៈត្បូងនាគរាជនៅទីនោះពួកគេបានឃើញថាមិនមែនជាបិសាចឬចោរមកលួចនោះទេប៉ុន្តែគឺមានវល័យព្រៃដ៏ធំមួយបានដុះរុំព័ទ្ធបាំងពន្លឺនៃត្បូងនោះជិតឈឹងមរកតដោយចិត្តលឿនរៀបអ៊ុងតែទៀងកំបិតស្ងៀតទៅកាប់វល័យនោះប៉ុន្តែរមនីបានចាប់ដៃមរកតជួបនិងនិយាយថាឈប់សិនមរកតប្អូនមើលចុះវល័យនេះមានបន្លាពីរបើប្អូនកាប់វានឹងបញ្ចេញពីសកាន់តែខ្លាំងរមនីបានសង្កេតឃើញថានៅគល់នៃវល័យនោះមានប្រភពទឹកតូចមួយដែលត្រូវបានថ្មសង្កត់ចិត្តនាងដឹងថាវល័យនេះដុះខ្លាំងព្រោះវាស្រេកទឹកយើងត្រូវធ្វើការជាមួយគ្នារមនីប្រាប់មរកតរមនីបានប្រើចំណេះដឹងរបស់នាងប្រាប់ពីរបៀបដែលត្រូវគាស់ថ្មនោះចេញដោយសុវត្ថិភាពខណៈដែលមរកតបានប្រើកម្លាំងដ៏ខ្លាំងក្លារបស់នាងដើម្បីរុញថ្មធំនោះចេញនៅពេលដែលប្រភពទឹកបានហូរចេញមកស្រោចស្រពវល័យគល់វល័យនោះវល័យដែលរុំត្បូងនោះក៏ចាប់ផ្ដើមរលាយបាត់ទៅវិញដោយឯកឯងបញ្ចេញពន្លឺដ៏ភ្លឺជីងចែងនៃត្បូងនាគរាចម្ដងទៀតនៅពេលពួកគេត្រឡប់មកដល់ភូមិវិញទឹកស្ទឹងក៏ថ្លាហើយដំណាំក៏ចាប់ផ្ដើមស្រកបំព្រងឡើងវិញអ្នកភូមិបានសាទរចំពោះវីរនារីតូចទាំងពីរចាប់ពីថ្ងៃនោះមករមនីនិងមរកតបានយល់កាន់តែច្បាស់ថាភាពទន់ភ្លន់និងបញ្ញារបស់រមនីបូករួមនឹងភាពក្លាហាននិងកម្លាំងរបស់មរកតគឺជាថាមពលដ៏អស្ចារ្យបំផុតនៅពេលដែលពួកគេសាមគ្គីគ្នា